សម្លម្ជូរត្រីឆ្អើរជាមួយនឹងពងត្រីលាយជាមួយនឹងកាអាវឈូកឬក៏សម្លម្ជូរតុកកាមុខម្ហូបមួយមុខនេះគេហៅបានច្រើនបែបមែនតើទៅតាមតំបន់នីមួយៗហើយបើសិនជាអ្នកខេត្តបាត់ដំបងវិញណាគឺហៅសម្លម្ជូរតុកកាហើយពេលច្រើននៅពេលដែលចាប់កម្មវិធីការម្ហូបចុងក្រោយគេគឺគេដាក់សម្លនឹងហើយដើម្បីឲ្យភ្ញៀវញ៉ាំទៅជ្រះមាត់ជ្រះបំពង់កហ្មងវាថាជូរលះហ្មងណាបងប្អូនហើយសម្លមួយមុខនេះគឺយើងអត់ប្រើត្រីស្រស់ទេយើងប្រើជាត្រីឆ្អើរឬក៏ជាពងត្រីពីមុខហ្នឹងគឺដាក់ចូលគ្នាទៅគឺត្រូវគ្នាមែនតែនហើយថ្ងៃនេះផងដែរខ្ញុំមានត្រីឆ្អើរអណ្ដែងត្រីអណ្ដែងឆ្អើរចំនួន1ជាការគេឲ្យឈូក1ដុំហើយជាដំបូងគឺខ្ញុំត្រូវមកដាំទឹកសិនណាបងប្អូនហើយសម្រាប់បន្លែអីហ្នឹងខ្ញុំបានលាងសម្អាតទឹករួចរាល់ហើយអញ្ចឹងបន្ទាប់ពីដាក់ដាំទឹករួចខ្ញុំចាប់ផ្ដើមមកបេះត្រីឆ្អើររបស់ខ្ញុំសម្រាប់មុខម្ហូបមួយមុខនេះបើសិនជាអ្នកចាញ់កូនឬក៏ចាស់ដែលគាត់អត់ចូលចិត្តក្លិនឆ្អាបរបស់ត្រីមកស្លត្រីឆ្អើរអញ្ចឹងគឺថាអត់មានក្លិនឆ្អាបទេហើយបើថារសជាតិវិញគឺប្លែកម្យ៉ាងតែម្ដងហើយដំបូងឡើយខ្ញុំត្រូវបង់គល់ស្លឹកគ្រៃស្លឹកក្រូចហើយនិងរំដេងចូលទៅសិនហើយបន្ទាប់ពីបង់ហើយទឹករៀងក្តៅពុះខ្លាំងហើយខ្ញុំចាប់ដើមមកចិញ្ច្រុំប្រហុកវិញខ្ញុំប្រើប្រហុកសាច់ចំនួន1ស្លាបព្រាណាអញ្ចឹងខ្ញុំចាប់ដើមជ្រុំប្រហុកហ្នឹងឲ្យរលាយចូលទៅក្នុងទឹកឲ្យបានល្អបងប្អូនបន្ទាប់ពីចិញ្ច្រុំប្រហុករួចហើយទឹកពុះរៀងខ្លាំងដែរខ្ញុំចាប់ផ្ដើមដាក់ត្រីឆ្អើរដែលខ្ញុំបានបេះមុននឹងចូលដាក់វាចូលចឹងមកបន្ទាប់មកទៀតខ្ញុំដាក់ពងត្រីហ្នឹង1ខាំ5000 1គីឡូ50000រៀងថ្លៃដែរណាបងប្អូនប៉ុន្តែពងត្រីហ្នឹងវាឆ្ងាញ់ញ៉ាំទៅឡើងជាតិហ្មងណាបងប្អូនអញ្ចឹងបន្ទាប់ពីដាក់ពងត្រីហើយខ្ញុំចាប់ផ្ដើមដួសពពុះបើសិនជាមានពពុះដួសចេញមកហើយខ្ញុំចាប់ផ្ដើមដាក់បន្លែមានផ្សិតហើយនឹងក្រអៅឈូកមុខម្ហូបមួយមុខហ្នឹងគឺមានបន្លែមួយទៀតពេញប៉ោះប៉ុន្តែខ្ញុំអត់បានដាក់ពេញប៉ោះទេបន្ទាប់ពីដាក់បន្លែហើយខ្ញុំទុកឲ្យវាពុះមួយពុះទៀតសិនខ្ញុំចាប់ផ្ដើមមកបេះស្លឹកម្រះព្រៅសិនណាបងប្អូនស្លឹកម្រះព្រៅគឺវាធ្វើឲ្យទឹកស្លយើងឈ្ងុយបងប្អូនចង់ប្រើម្អមក៏បានប្រើស្លឹកម្រះព្រៅក៏បានដែរអញ្ចឹងមកទឹកស្លរបស់ខ្ញុំវាចាប់ផ្ដើមពុះហើយវាមានពពុះខ្ញុំចាប់ផ្ដើមដួសពពុះនឹងចេញទៅកុំឲ្យទឹកស្លរបស់ខ្ញុំវាល្អក់ណាបងប្អូនបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមថែមគ្រឿងទេសមានអំបិលទឹកត្រីប៊ីចេងហើយនិងម្សៅស៊ុបបន្តិចហើយបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តបើសិនជាអ្នកខ្លះក៏ចង់ថែមស្ករសក៏អាចថែមបានដែរមួយចុងស្លាបព្រាអញ្ចឹងណាហើយបន្ទាប់មកទៀតខ្ញុំដាក់ត្រួយអំបិលហើយនិងម្ទេសហ្នឹងគេហៅម្ទេសអីទេខ្ញុំមិនសូវច្បាស់ទេបងប្អូនគ្រាន់តែថាវាមានក្លិនប្រហើរហើយសម្លមួយមុខហ្នឹងគឺអត់អាចអត់ម្ទេសបានទេហើយសម្លរបស់ខ្ញុំភ្លក់មកគឺថារសជាតិរបស់វាគឺជូរលះតែម្ដងហើយល្មមថែមគ្រឿងប៉ុណ្ណឹងគឺល្មមហ្មងហើយចង់បញ្ចប់គឺខ្ញុំបន្ថែមស្លឹកម្រះព្រៅហើយនឹងបិទភ្លើងទៅជាការស្រេចចៃឈ្ងុយមែនតើណាបងប្អូនស្លនោះគឺរសជាតិវាគឺជូរហើយអត់មានក្លិនឆ្អាបទេព្រោះដោយសារខ្ញុំប្រើត្រីឆ្អើរហើយជូរលះតែម្ដងហើយញ៉ាំជាមួយបន្លែកាឲ្យឈូកផ្សិតហើយនឹងម្ទេសហើយនឹងស្លឹកម្រះព្រៅនិយាយពីថាវាចូលជាតិគ្នាមែនតែនសម្លមួយមុខនេះខ្ញុំចូលចិត្តញ៉ាំមែនតែនព្រោះដោយសារវាជូរបែបខ្មែរប៉ុន្តែវាអត់មានក្លិនឆ្អាបទេហើយញ៉ាំមួយបន្លែជ្រុបគ្រប់ឆ្ងាញ់គ្រប់បន្លែហ្មងបងប្អូនហើយបើញ៉ាំមួយពងត្រីទៀតណានិយាយពីថាជាតិមែនតែនត្មងអញ្ចឹងសម្លរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយតើបងប្អូនអញ្ជើញមកពិសាបាយជាមួយខ្ញុំទាំងអស់គ្នាហើយតំណងមែនតែនញ៉ាំបាយថ្ងៃត្រង់ណានិយាយពីថាជាតិហ្មងណាបងប្អូនអើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនពេញចិត្តនៅការបង្ហាញពីវិធីធ្វើម្ហូបរបស់ខ្ញុំកុំភ្លេចជួយចុច comment like ហើយនិង subscribe channel របស់ខ្ញុំមួយផងណាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា